ភ័ក្រទាំងអស់គ្នាបាទមើលមកផ្សារលើមានសពចឹងបាទផ្សារលើបាទនេះដឹងថាឆាក្តៅក៏បានអបទុងមកអមក៏បានយងជែកក៏បានអានេះឆារនងក៏បានអូបាទនេះបាទកពឹសបុកកពឹសមួយ7ខ្ចីអូបាទត្រីចង្វានេះអយស្ទ័រខ្មែរយើងបាទដាច់គូតបាត់ហើយមានតែក្បាលទេបាទមិនកពឹសហ៎យកថៃយកខ្មែរបាទអូងាយស្រួលនឹងទិញយកទៅផ្ទះណាបាទចិត្តចំណិតបាទមើលតុងបាទឆាក្តៅទៀតបាទស្ងោអីក៏បាននេះកង់កែបអូបយំនៅក្នុងកាញ់ច្រែងបាទចែហ្នឹងកំពុងរើសដាក់ហើយយកទៅធ្វើម្ហូបឲ្យឆ្ងាញ់មកតែមើលបាទបងប្អូនមើលតុងនេះធម្មជាតិសុទ្ធបាទនេះម៉ូយពិសេសបាទហូបត្រីគាត់យូរហើយប្រហែលអស់មួយតោនត្រីហើយប្រហែលចង់10ឆ្នាំហើយបាទឥឡូវថ្ងៃហ្នឹងមកសុំថតគាត់បន្តិចបាទអានេះធំแล้วបាទអានេះតែប្រាប់ព្រៃតែប្រាប់ទលេនិយាយពីយកទៅចំហុយវិញដាក់មកជូរប្រសាំងបងរះព្រើក៏បានបងមកអូនក៏បានអានេះអយស្ទ័រខ្មែរយើងបាទហៅថាខ្យងដាច់គូតបាត់ហើយបាទគូតគេហ៊ានហូបទេបាទនេះកង់កែបអូបនៅក្នុងកញ្ច្រែងបាទគេធ្លាប់ឃើញតាសិស្សសាលាតម្រង់ជួរគ្នាតែពេលនេះបាទមានមាន់នេះដេកតម្រង់ជួរគ្នាបាទតម្រង់ជួរគ្នាចាំបងប្អូនមកទិញយកទៅធ្វើម្ហូបបាទខាងនេះជាទីចំណាប់អារម្មណ៍របស់សេបញ៉ាំទៀតបាទនេះជាពិសេសបាទសោមពងបាទតឹងពនូកបាទតឹងពនូកមកអយស្ទ័រស្រុកខ្មែរច្រើនណាស់បាទហែកមាត់ចោះដាក់ឡាប់ទឹកត្រីកោះកុំនំខ្មែរនំតែនំគោបាទនៅក្នុងថងមើលមិនសូវច្បាស់ទេបាទហើយនេះបាទក្រុមហ៊ុនគាត់ចល័តគ្រប់ពេលវេលាបាទខោមអើយឆោមឆើតបាទកមុំទាំង3បាទញឹមញញបាទយកទៅអាំងឲ្យជាតិហ្មងទោះស្ដីបាទនេះមួយសេពញ៉ាំដែរបាទនិយាយពីមានគ្រប់មុខហ្មងបាទហើយអ្នកធ្វើត្រីនេះបាទកុំភ្លេចថាអ្នកលក់ត្រីលេងបាទអ្នកគ្រូពេទ្យឬក៏អ្នកគ្រូបង្ហាត់ស្រស់ប្រព្រំកំពុងតែចាក់ទៅលើម៉ូតូទម្លាក់ចូលមកកន្លែងលក់ភ្លាមបាទហើយមើលខាងនេះក៏ហូបជ្រេញបាទអាំងជៀនបាទអូល្អមែនទែនបាទជម្រាបលាពុកម៉ែបងប្អូនជួបគ្នាវគ្គបន្ត